ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកហូបរៀងពិសេសតិចណាខ្ញុំស្ដាយចាបងប្អូនថ្ងៃនេះយើងមករៀនញោមស្ដៅទាំងអស់គ្នាបងប្អូនចាគ្រឿងផ្សំមានដូចជាចានេះតសក់ពេញប៉ោះម្ទេសខ្ទឹមក្រហមស្ដៅរបស់យើងយើងអត់យកទៅស្រុះទេណាបងប្អូនចាចាំតិចយើងយកទៅស្រុះស្ដៅទាំងអស់គ្នាបងប្អូនចាសេជ្រូក3ជាន់ចាអ្នកខ្លះក៏គេដាក់ស្រូវជ្រូកលាយកពឹសលាយអញ្ចឹងតែសម្រាប់ខ្ញុំអត់លាយទេខ្ញុំដាក់តែសាច់3ជាន់ហើយនឹងត្រីឆ្អើរចាលាយគ្នាជាមួយនឹងញោមស្ដៅហ្នឹងហើយនឹងដីចាទឹកត្រីអានេះខ្ញុំស្ដាយខ្ញុំអត់ប្រើប្រហុកទេគឺខ្ញុំប្រើទឹកត្រីអញ្ចឹងណាបងប្អូនហើយបងប្អូនខ្លះទៀតគាត់ខ្ញុំស្ដាយគាត់ប្រើប្រហុកអញ្ចឹងណាចាមានដូចជាម្ជូរ7ចាស៊ុបប៊ីចេងស៊ុបខ្នុរចាស្ករសបងប្អូនតោះយើងទៅស្រុះស្ដៅទាំងអស់គ្នាចាហើយស្ងោរសាច់ជ្រូកឲ្យឆ្អិនទាំងអស់គ្នាបងប្អូនចាឥឡូវហ្នឹងទឹកពុះហើយខ្ញុំក៏ចាប់ផ្ដើមស្រុះស្ដៅចាបងប្អូនឥឡូវនេះខ្ញុំភ្លេចស្រាយកស៊ូតែឥឡូវនេះខ្ញុំស្រាយកស៊ូបងប្អូនចាយើងស្រុះតាមមួយពុះទៅគឺស្ដៅរបស់យើងបានឆ្អិនយើងមិនស្រុះយូរពេកតែស្រុះយូរពេកវាទៅជាល្វីងស្ដៅចានេះខ្ញុំចាក់ចេញហើយខ្ញុំក៏លាងទុកខ្ញុំទុកទៅមួយឡែកដូចគ្នាហើយឥឡូវនេះទឹករបស់យើងបានពុះទៀតហើយអញ្ចឹងខ្ញុំក៏ស្ងោរសាច់ជ្រូក3ជាន់របស់យើងចានេះក៏រៀងឆ្អិនដែរបងប្អូនអញ្ចឹងខ្ញុំក៏ស្រង់ទៅម្ខាងដូចគ្នាចាកន្លែងនេះខ្ញុំបានថតប្រាប់បងប្អូនហាន់សាច់ហាន់បន្លែអីទេអញ្ចឹងនេះខ្ញុំនាំបងប្អូនទៅញោមស្ដៅទាំងអស់គ្នាវិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំញោមអត់ប្រើប្រហុកទេបងប្អូនអាចសាកបានអញ្ចឹងណាបងប្អូនទៅនេះចាឥឡូវយើងដាក់បន្លែរបស់យើងចូលទៅស្ដៅទៅចាសាច់ជ្រូករបស់យើងទៅត្រីឆ្អើរទៅបងប្អូនចាយើងផ្សំគ្រឿងដូចដែលខ្ញុំបង្ហាញបងប្អូនហ្នឹងបងប្អូនចាចាក់ស្លែកដីចាក់ម្ទេសអីចូលយ៉ាងទៅហើយនឹងទឹកត្រីចាទឹកត្រីខ្ញុំដាក់2ស្លាបព្រាបាយចាអំពិលទុំខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាបាយដូចគ្នាប៊ីចេងចាដូចជាស៊ុបខ្នុរចាស្ករសខ្ញុំអត់ប្រើអំបិលអីទេព្រោះវាមានជាតិប្រៃស្រាប់ឲ្យទឹកត្រីហើយនឹងស៊ុបខ្នុរអញ្ចឹងណាបងប្អូនចានេះបងប្អូនច្បល់វាទៅហើយបងប្អូនញោមស្ដៅហ្នឹងបងប្អូនប្រើប្រហុកបងប្អូនដាក់ប្រហុកទៅតាមដែលបងប្អូនញ៉ាំអញ្ចឹងណាតែខ្ញុំអត់ដាក់ទេអញ្ចឹងនេះភ្លក់បងប្អូនចារៀងប្រៃតិចជូរតិចផ្អែមតិចចានេះរួចរាល់បងប្អូនចាត្រីនេះធ្វើសាកញ៉ាំទៅបងប្អូនញោមស្ដៅខែនេះគឺឆ្ងាញ់បងប្អូនវារៀងថ្លៃតែវាឆ្ងាញ់ចឹងណាបងប្អូនចានេះខ្ញុំហើយបងប្អូនចាយើងក៏ដួសដាក់ចានអស់គ្នាទៅហើយបើបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ Subscribe ឈីណែខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូចែកម្លែកជូនបងប្អូនណា